chỉ được số bóng chưa từ bóng nhom sông số chung bóng là bóng chung ở dài bóng mua chia trang sài hà đi sang sài hà trang bóng trang xua bị bom miền bị bóng bạc hang nè ở bóng miền cần mấy đứa con miền ở như mấy bạn bóngสำหรับจัดบักห้างมื้อนั้นสำหรับห้างญี่ปุ่นมวยนี้บองบางมาได้ทราบแต่บองจุดจัดคาเชอร์ญี่ปุ่นហើយវា inspire បងខ្លាំងមែនទែនគឺដោយសារបងបានទៅដើរលេងនៅប្រទេសជប៉ុនហ្នឹងណាហើយបងឃើញ business បែបអ៊ីសាកាយ៉ាហ្នឹងជាកន្លែងស៊ីផឹកហើយប្រមូលផ្ដុំជាមួយនឹងអាហារប្រពៃណីវប្បធម៌របស់ជប៉ុនអញ្ចឹងបងចង់បង្កើតហាងទូតមួយដែលមានវប្បធម៌ជប៉ុននៅក្នុងហ្នឹងបរិយាកាសជប៉ុនក្នុងហ្នឹងហើយជាមួយនឹងម្ហូបជប៉ុនដែលអាចចែករំលែកទៅដល់ប្រជាពលរដ្ឋយើងអាចសាកល្បងសម្រាប់អ្នកដែលក៏បានទៅប្រទេសជប៉ុនអញ្ចឹងអាចមកក៏ទទួលបានបរិយាកាសមួយដែលអ្នកថាដូចប្រទេសជប៉ុនពិតៗអញ្ចឹងចាបងនោះសាប់នោះក៏ចង់សួរបងថាតើបងបើកហាងហ្នឹងរយៈពេលណាសម្រាប់ហាងនេះសាច់យើងបើកអាចនឹង7-4ឆ្នាំហើយប៉ុន្តែសម្រាប់នៅទីតាំងនេះយើងសម្រាប់បាន2ឆ្នាំជាងឯដោយសារតែពីមុនយើងមានកូនហាងទូចមួយនៅជាន់ទី1នៅខាងម្ដុំសំណង់12តែអំឡុងហ្នឹងពេលយើងបើកអំឡុងពេល COVID អញ្ចឹងបិទបើករហូតអញ្ចឹងរហូតដល់ពេលយើងបានរកទីតាំងនេះបានអញ្ចឹងសម្រាប់ទីតាំងនេះយើងបើកបាន2ឆ្នាំជាងអញ្ចឹងសរុបរួមមកបងមាន2សាខាតែពីមុនបងបើកនៅសាខានោះទៅក៏មកបងក៏បើកនៅនេះវិញអត់ទេបងឡើយយើងមានសាខាទីតែមួយទេប៉ុន្តែដោយសារវាទូចពេកបរិវេណមានតែ4តុទេជាមួយនឹងចក្រានបាយអញ្ចឹងដោយសារទូចពេកក៏យើងផ្លាស់ប្ដូរទីតាំងនោះមកទីតាំងនេះមកអញ្ចឹងនេះជាសាខាទី2ប៉ុន្តែយើងមានតែមួយសាខាទេតែគាត់ទីតាំងទី2ចាបងចាអរគុណបងចាប់សំណួរបងខំចង់សួរបងថាតើម្ហូបណាដែលរបៀបបងចង់ recommend ទៅទស្សនៈរបស់យើងសម្រាប់ម្ហូបនៅហាងយើងគឺមានច្រើនប៉ុន្តែម្ហូបដែលយើងលក់ដាច់ប្រចាំហាងមែនទែនគឺយើងមានប្រភេទ pizza ដែលយើងធ្វើដោយខ្លួនឯងហើយយើងមានប្រភេទត្រីសាបាក់ដែលជាប្រភេទត្រីត្រាំខ្មេះជាប្រពៃណីរបស់ជប៉ុនហើយត្រីហ្នឹងយើងអាចញ៉ាំខ្លែមបានឬក៏ញ៉ាំជាមួយនឹងបាយបានអញ្ចឹងម្ហូបមួយនេះគឺពេញនិយមជាងគេគឺត្រីសាបាក់បាទជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្រុសសម្រាប់ចំណាយការចំណាយពេលវេលារបស់បាយបងសម្រាប់នៅឆ្លើយសំណួររបស់ខ្ញុំបាទចំណាយបងអូខេចុងក្រោយសូមអរគុណដល់ភ្ញៀវទាំងអស់ដែលតែងតែគាំទ្រហាងតូអ៊ីសាកាយ៉ាយើងតាំងពីដើមរហូតដល់ឥឡូវនេះហើយយើងនឹងព្យាយាមស្វែងរកអ្វីដែលថ្មីសម្រាប់ភ្ញៀវទាំងអស់ហើយរំពឹងថាភ្ញៀវទាំងអស់នឹងនៅតែគាំទ្រហាងតូអ៊ីសាកាយ៉ាយើងរៀងរហូតតទៅអរគុណច្រើន